ជាបឋមក៏ដូចជាដំបូងខ្ញុំប្រកាសណាខ្ញុំបានអត្តលេខ B18 គោលដៅយាមល្បាតនៅបូរីអាយស៊ីឈ្មោះសមនសុជាតិទូនាទីសន្តិសុខថ្ងៃខែឆ្នាំចូលថ្ងៃទី5ខែ3ឆ្នាំ2025សូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាលោកអុកញ៉ាអ្នកអុកញ៉ានិងបងប្អូនជនរួមជាតិជាទីគ្រប់រាប់អានយោងតាមការស្នើសុំរបស់កម្លាំងមន្ត្រីនគរបាលនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបូរីអាយស៊ីភូមិអាស័យសាញ់សង្កាត់ព្រៃសរបានធ្វើការស្នើសុំដល់កងកម្លាំងសន្តិសុខដែលមានទូនាទីយាមល្បាតនៅក្នុងបូរីអាយស៊ីក្នុងការជួយថែរក្សាសន្តិសុខសុវត្ថិភាពសង្គមដែលមានឈ្មោះថាក្រុមហ៊ុនសន្តិសុខសម្រាប់ធ្នាប់តាព្រំឲ្យជួយអំពាវនាវនិងស្នើសុំដល់បងប្អូនអាជីវករដែលលក់ដូរគ្រប់ប្រភេទហើយមាននៅឧបករណ៍បំពងសំឡេងដែលលាន់ឮខ្លាំងឬក៏យានជំនិះដែលមានសំឡេងលាន់ឮកងរំពងសូមមេត្តាជួយបន្ថយនៅសំឡេងឃោសនាស័ព្ទឬសំឡេងយានជំនិះដែលកងរំពងនៅពេលដែលចូលក្នុងបូរីឬឆ្លងកាត់ក្នុងបូរីអាយស៊ីដើម្បីកុំឲ្យបង្កនូវការរំខានឬផលអវិជ្ជមានប៉ះពាល់ទៅដល់ក្មេងៗដែលកំពុងគេងលក់ក៏ដូចជាស្ត្រីដែលមានផ្ទៃពោះនិងចាស់ជរាដែលគាត់សម្រាននៅក្នុងបូរីក្នុងចន្លោះម៉ោងចាប់ពីម៉ោង8ព្រឹកទៅទល់នឹងម៉ោង10កន្លះព្រឹកពេលរសៀលចាប់ពីម៉ោង1កន្លះទៅទល់នឹងម៉ោង4រសៀលពេលយប់ចាប់ពីម៉ោង11យប់ទៅទល់នឹងម៉ោង4ព្រឹកធ្វើនៅថ្ងៃទី7ខែ3ឆ្នាំ2025ដោយខ្ញុំប្រកាសណាខ្ញុំបាទអត្តលេខ B18 ឈ្មោះសមនសុជាតិបន្ទុកអំពីអនុប្រធានគ្រប់គ្រងតំបន់អត្តលេខមេ87ជាចុងក្រោយសូមជូនពរដល់បងប្អូនអំពូមីងមីជនរួមជាតិរស់នៅត្រូវប្រកបដោយមេត្តាការយោគយល់អធ្យាស្រ័យដើម្បីសន្តិភាពនិងឆ្ពោះទៅរកសុខសុវត្ថិភាពទាំងអស់គ្នាព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាការបដិសេធនិងការហាមឃាត់ណាមួយបើដើម្បីឆ្ពោះទៅរកសុខសន្តិភាពការបដិសេធនិងការហាមឃាត់នោះការហាមឃាត់នោះជាការហាមឃាត់ប្រកបដោយបញ្ញានិងសុខសុវត្ថិភាពនៅក្នុងសុភាសិតដែលដកស្រង់ចេញពីទស្សនៈព្រះពុទ្ធបានបញ្ជាក់ថាហិរិនិងអោតបៈហិរិគឺសេចក្តីខ្មាស់បាបអោតបៈគឺសេចក្តីខ្លាចបាបខ្មាស់នៅទង្វើអាក្រក់ខ្លាចនៅទង្វើអាក្រក់បដិសេធនៅទង្វើអាក្រក់បដិសេធនៅទង្វើដែលមិនល្អជាហេតុនាំមកនៅសេចក្តីសុខបាទសូមអរគុណ